ចាជំរាបសួរបងប្អូនគ្នាចាអរគុណព្រះសម្រាប់ពេលវេលាដែលគ្រូនិងបងប្អូនគ្នាបានជួបគ្នាសាជាថ្មីផងដែរចាអញ្ចឹងខ្ញុំមិនគួរដល់គ្នាអញ្ចឹងនេះគឺយើងនឹងរៀនមេរៀនទី7ចាកណនីវិធីបូកចំនួនទស្សភាគចាអញ្ចឹងនេះគឺយើងនឹងរៀនជាមួយគ្នាតទៅជាមួយនឹងការបូកចំនួនទស្សភាគចាអ្នកគ្រូក៏មានលក្ខណៈទីខ្ទង់ដែរខ្ទង់កនិងខ្ទង់ខខ្ទង់កគេឲ្យយើង6.78បូកជាមួយនឹង8.42ចាខ្ទង់ខគេឲ្យយើង12.52បូកជាមួយនឹង6.52ចាអញ្ចឹងអ្នកគ្រូក៏មានជាប្រមាណវិធីប៉ុន្តែមុននឹងចូលដល់ប្រមាណវិធីអ្នកគ្រូចូលប្រាប់ដល់អ្នកតជាមួយនឹងការបូកចំនួនទស្សភាគនិងចំនួនទស្សភាគដែរចាអញ្ចឹងការបូកចំនួនទស្សភាគនិងចំនួនទស្សភាគគឺទាំងអស់គ្នាត្រូវដាក់លេខដែលជាតួបូកហ្នឹងគឺឲ្យត្រូវទៅតាមចាទៅតាមខ្ទង់រួចយើងដាក់ចំណុចទស្សភាគនេះឲ្យត្រង់គ្នាគឺពីលើចុះក្រោមចាបន្តមកទៀតគឺទាំងអស់គ្នាត្រូវដាក់0ដើម្បីឲ្យវាមានចំនួនខ្ទង់ស្មើគ្នាចាប៉ុន្តែលេខរបស់អ្នកគ្រូនៅថ្ងៃហ្នឹងគឺយើងមានចំនួនខ្ទង់ស្មើគ្នាចាអញ្ចឹងគឺយើងអត់ត្រូវចាំបាច់ដាក់0ទេប៉ុន្តែអ្នកគ្រូនឹងឧទាហរណ៍ឲ្យទាំងអស់គ្នាមើលចាអញ្ចឹងឧទាហរណ៍លេខរបស់អ្នកគ្រូគឺគេដាក់លេខមកគឺវាមានចំនួនខ្ទង់អត់ស្មើគ្នាទេចាអញ្ចឹងទាំងអស់គ្នាគឺត្រូវតែដាក់0ដើម្បីឲ្យវាមានចំនួនខ្ទង់នោះគឺស្មើគ្នាចាប៉ុន្តែលេខរបស់អ្នកគ្រូហ្នឹងគឺយើងមានចំនួនខ្ទង់ស្មើគ្នាហើយណាចាហើយទី3ចាទី3គឺយើងត្រូវកណនាលេខហ្នឹងដូរចំនួនគុតដែរចាអញ្ចឹងយើងចេះបូកហើយមែនទេដូរចំនួនគុតមែនទេព្រោះតែការបូកចំនួនទស្សភាគហ្នឹងគឺខុសតែត្រង់ចំណុចទស្សភាគចាឥឡូវយើងធ្វើការបូកជាមួយនឹងអ្នកទាំងអស់គ្នានៅក្នុងកចាអញ្ចឹងបូកមួយអ្នកទាំងអស់គ្នាអញ្ចឹង8បូកជាមួយនឹង2បានមកទាំងអស់គ្នាចាយើងបាន10យើងសរសេរលេខ0យើងត្រាទុកចាត្រាទុក1ចា7បូកជាមួយនឹងបូកជាមួយនឹង1 5 8បូកជាមួយនឹង4គឺយើងបាន10 12ចានេះយើងសរសេរលេខ2យើងត្រាទុកចាត្រាទុក1ចាអញ្ចឹងមិនយើងបូកនៅផ្នែកទស្សភាគមែនទេឥឡូវយើងនេះយើងមកមើលនៅចំណុចនេះចាចំណុចនេះគឺយើងត្រូវទម្លាក់ចាចុះណាទស្សភាគចាយើងបូកមិនយើងបូកផ្នែកទស្សភាគហើយឥឡូវយើងមកបូកផ្នែកគុតម្ដងចាផ្នែកគុតអញ្ចឹងអានេះ6បូកជាមួយនឹង1 5 7បូកជាមួយនឹង8ស្មើនឹងអស់គ្នាចាគឺយើងបាន15ចាអញ្ចឹងចម្លើយរបស់យើងនៅខ្ទង់កគឺយើងបាន15ចុចចាចុច20ចាអញ្ចឹងយើងដាក់មកគឺយើងបាន15ចុច20ចាយើងចូលដល់ខ្ទង់ខចាអញ្ចឹងខ្ទង់ខកណនីលេខដូចគ្នាចាអញ្ចឹងយើងបានយើងបូកមួយអ្នកគ្រូមកអញ្ចឹង2ចា2បូកជាមួយនឹង7គឺយើងបានបានចា9 5បូកជាមួយនឹង5យើងបាន10ចាសរសេរលេខ0ត្រាទុក1ចាអញ្ចឹងចំណុចទស្សភាគនេះគឺយើងទុំទម្លាក់ចាដាក់ឲ្យត្រង់គ្នាមកចាអញ្ចឹងយើងបូកបន្តទៀតមក2បូកជាមួយនឹង5សំទោស2បូកជាមួយនឹង1គឺយើងបាន3បូកជាមួយនឹង6គឺយើងបាន5 9ចាអញ្ចឹងយើងសរសេរលេខ5មកហើយ1យើងអត់មានអីបូកគឺយើងទុំទម្លាក់ចឹងនៅក្នុងខរបស់យើងគឺយើងបាន19.05 9ចាចឹងមេរៀនមកអ្នកគ្រូនៅថ្ងៃហ្នឹងដែលតេតូនជាមួយនឹងការបូកជាមួយទស្សភាគក៏បានចាប់ទៅប៉ុណ្ណឹងចឹងអ្នកគ្រូសូមថាបងប្អូនទាំងអស់គ្នាបានសម្រាប់តែវិញក៏បានអនុវត្តនៅលំហាត់ផងដែរចឹងអ្នកគ្រូសូមអរគុណសូមប្រែប្រទានផង